ស្ងោរម្រះចាតាមដានទាំងអស់គ្នាតើវិធីស្ងោរម្រះរបស់យើងមានអីខ្លះយើងមានម្រះមកហើយទៅខ្ញុំច្រាមសាច់គឺខ្ញុំដាក់លាយតាមហ៊ុនអញ្ចឹងបើយើងចង់អត់លាយមិនដាក់ក៏បានដែរចង់លាយដាក់មកចង់ដាក់ច្រើនទិញច្រើនចង់ដាក់តិចហើយនឹងសាច់ជ្រឹកយើងហាន់យកចិញ្ច្រាំវាហាន់វាចឹងណាហាន់វាអញ្ចឹងហើយទៅយើងចិញ្ច្រាំវាទៅតែបើយើងអត់មានអីចិញ្ច្រាំទេយើងមានសម្រាប់ប្លុកយើងអត់ចិញ្ច្រាំយើងយកទៅដាក់ម៉ាស៊ីនក្លុកចឹងទៅវាកិនសាច់បើសិនជាយើងមានម៉ាស៊ីនកិនសាច់ហ្នឹងគឺយើងកិនទៅបើអត់ទេគឺយើងចិញ្ច្រាំវាហើយសាច់ខ្ញុំហាន់រួចហើយខ្ញុំមានម៉ាស៊ីនសម្រាប់ក្លុកខ្ញុំយកវាទៅក្លុកម៉ាស៊ីនច្រាមនឹងម៉ាស៊ីនណាលឿនជាងច្រាមដៃឥឡូវយើងមកចិត្តម្រះយើងគឺយើងត្រូវចិត្តវាជាកង់មកតាមចំណង់ចំណូលចិត្តយើងចង់វែងក៏រៀងវែងក៏បានយើងចង់រៀងខ្លីក៏បានលៃទៅតាមម្រះទូចម្រះធំអញ្ចឹងណាខ្ញុំកាត់យកជា3ចឹងណាហើយទៅយើងខ្វេះបដូរវាចេញមកពេលយើងកាត់យើងយកដងស្វីអីចឹងណាយើងយកមកស្គៀទៅស្គៀក្នុងនឹងចេញណាចាស្គៀចឹងណាស្គៀឲ្យស្អាតណាទៅយើងងាត់សាច់យើងចិញ្ច្រាំនឹងចូលទៅយើងឡាយសាច់ទៅហ៊ុនគឺយើងដាក់ខាងទឹកច្រាំវាចោលទៅរំយើងធ្វើសាច់ធ្វើអីហើយវាអាចទៅរីកយើងយកមកអានដាក់លាយសាច់ច្រាំយើងបានហ្នឹងហើយយើងខ្វៀលវាយ៉ាងណាអស់ហើយយើងលេងទឹកទៅ